ហើយនៅពេលហ្នឹងដែរអូនចង់វ៉ាន់បាន5ទៅកាន់ទូប្រុសថាពេលដែលទូប្រុសរបស់យើងនៅលើឆានហ្នឹងឲ្យទូប្រុសរបស់យើងធ្វើមានភាពទាក់ទាញផងបានជាពួកគេមើលទៅកាន់អ្នកហើយមនុស្សច្រើនណាស់ដែលពួកគេធ្វើរឿងបែបនោះខ្ញុំសូម5អ្នកចោះពេលដែលអ្នកសម្ដែងហ្នឹងអ្នកទៅមើលទៅកាន់ពួកគេផងដែរកុំឲ្យញាក់ថ្មីចេញហើយជាពិសេសគឺជាកាយវិការដែលអ្នកបានបញ្ចេញមកឲ្យពួកគេបានមើលហ្នឹងឯងហើយបើសិនជាវាមានកុហកតិចតួចកុំខកពីវាអីចាំអ្នកគិតវាពេលក្រោយទៅអ្នកតែគួរសម្ដែងតទៅហើយសាច់រឿងរបស់យើងកម្មដល់ពេលយកវិញទូប្រុសរបស់យើងកំពុងតែអង្គុយមើលកញ្ចក់ហើយគាត់ក៏បាននិយាយថាឥឡូវនេះគាត់យល់ហើយដែលអូនចង់វ៉ាន់របស់យើងបាន5ឲ្យគាត់មើលកញ្ចក់ឲ្យបានច្រើនហើយពេលដែលខ្ញុំបានមើលមុខឯងនៅកញ្ចក់ខ្ញុំមានអារម្មណ៍តាមមនុស្សផ្សេងទៀតអញ្ចឹងហើយពេលដែលខ្ញុំបានដើរជួបទៅកាន់ពួកគេនៅខាងក្រៅខ្ញុំមិនមានអារម្មណ៍ខុសឆ្គងដូចពីមុននោះទេហើយខ្ញុំក៏មិននឹកស្មានផងដែរថាអូនចង់វ៉ាន់របស់យើងបានវឹកហាត់មកឲ្យគាត់នឹងបានល្អផងដែរហើយភ្លាមនឹងដែរគាត់បានកលេចទៅមើលទូរស័ព្ទហើយគាត់ក៏បានសម្ដែងទៅកាន់អូនចង់វ៉ាន់ហើយគាត់មិននឹកស្មាននោះទេថាអូនចង់វ៉ាន់របស់យើងធ្វើបានល្អពេលដែលនាងឡើងលើឆាកនាងបានសាងកំហុសតើនាងនឹងកំពុងធ្វើអីគេដែលនាងនៅលើឆាកពិសេសហ្នឹងហើយនៅពេលហ្នឹងដែរគេក៏បានប្រកាសចំណាត់ឋានៈផងដែរអូនចង់វ៉ាន់របស់យើងនឹងទទួលបានចំណាត់ឋានៈលេខ3ទោះបីអូនចង់វ៉ាន់របស់យើងនៅវគ្គបញ្ចប់អូនចង់វ៉ាន់របស់យើងបានធ្វើខុសបន្តិចមែនតែពួកគេបានទទួលស្គាល់ទេពកោសល្យរបស់អូនចង់វ៉ាន់ផងដែរបន្ទាប់ពីពួកគេក៏បានប្រកាសលទ្ធផលចំអ្នកចូលចិត្តនិងអ្នកមិនចូលចិត្តទៅកាន់អូនចង់វ៉ាន់មានច្រើនផងដែរហើយទោះបីមានអ្នកស្អប់ទៅកាន់អូនចង់វ៉ាន់ក៏ដោយអូនចង់វ៉ាន់របស់យើងនៅតែចិត្តស្ងប់ចឹងហើយសេរីរបស់យើងក៏បន្តថ្ងៃស្អែកមានណាគេអ្នកបានប្រាប់ថាក្រុមរបស់គាត់នឹងមិនអីនោះទេហើយអូនយូរីក៏បានសួរទៅកាន់អ្នកនោះថាតើក្រុមរបស់នាងមិនអីនោះទេប៉ុន្តែខ្ញុំនិយាយគេថានាងនឹងសើតែខ្លាចអ្នកដឹកនាំក្រុមហើយតែពេលនឹងដែរនាងបានតបថាមើលទៅកាន់ក្រុមរបស់ខ្ញុំតើមាននរណាគេធ្វើបាននោះទេក្រៅពីខ្ញុំនោះទេហើយយូរីក៏បានតបទៅកាន់អូនជីថាមើលទៅកាន់វាទៅវាពិតជាព្រួយបារម្ភខ្លាំងណាស់តើអ្នកមិនព្រួយបារម្ភមែនទេដែលមានមនុស្សបែបនោះនៅជាមួយអ្នកប៉ុន្តែខ្ញុំមើលទៅកាន់អូនសូរយ៉ងទៅខ្ញុំមិនដែលឃើញនាងបែបនោះនោះទេបន្ទាប់ពីខ្ញុំបានមើលទៅកាន់យូអ៊ីទៅប្រហែលជាពួកគេបានកាត់អីហើយមើលទៅប៉ុន្តែនាងបានប្រាប់ប្រកាន់ខ្ញុំនោះទេហើយអូនជីក៏បានតបថាកុំនិយាយអូនរយ៉ងទៀតអីធ្វើឲ្យគាត់ឈឺក្បាលហើយអូនយូរីក៏បានតបទៅកាន់អូនជីថាហេតុអ្វីបានជាអ្នកកើតបែបនោះចឹងបន្ទាប់ពីពួកគេបានដល់កន្លែងវឹកហាត់អូនជីបានស្រែកប្រាប់ទៅកាន់ពួកគេថារយៈពេល5នាទីទៀតពួកយើងវឹកហាត់ហើយឲ្យអ្នកគ្នាត្រៀមខ្លួនសិនទៅហើយអូនសូអេក៏បានតបថាគាត់នឹងរៀបចំខ្លួនរួចហើយអូននេះក៏បានប្រាប់ផងដែរតើពួកយើងនឹងវឹកហាត់ពីព្រឹកព្រលឹមម្ដងទៀតហើយមែនទេបន្ទាប់ពីពួកគេក៏បាននិយាយគ្នារួចពួកគេក៏បានចាក់មកចរិញវឹកហាត់ធ្វើឲ្យអូនតូរបស់យើងរៀងហត់ផងដែរហើយទូប្រុសរបស់យើងក៏បានកន្លែងទៅមើលអូនតូផងដែរគឺថាអូនតូរបស់យើងរៀងពិបាកហើយភ្លាមនឹងដែរអូនជីបានប្រាប់ឲ្យអូនតូរបស់យើងចុះសិនគឺថាអូនតូរបស់យើងពិបាកហើយអូនជីក៏បានប្រាប់ផងដែរថាអូនតូរបស់យើងនឹងធ្វើមិនសូវបានល្អនោះទេហើយភ្លាមនឹងដែរអូនសូអេរបស់យើងបានដាក់ដៃនៅលើក្បាលអូនតូហើយអូនសូអេបាននិយាយថាមើលទៅកាន់នាងទៅនាងក្តៅខ្លួនហើយនាងប្រហែលជាខ្លួនហើយមើលទៅហើយអូនជីរបស់យើងក៏បានប្រាប់ទៅកាន់អូនតូថាឲ្យអូនតូរបស់យើងសម្រាប់បានហើយឲ្យអូនតូរបស់យើងទៅកាឡៃទៅយកថ្នាំលេបសិនទៅហើយអូនជីបានប្រាប់ទៅកាន់អូនតូថាវានឹងអីនោះទេឲ្យអូនតូរបស់យើងទៅសិនទៅដល់ពេលនឹងដែរគេបានសួរទៅកាន់អូនខនថាតើអូនខនរបស់យើងឈឺមែនទេហើយខ្ញុំសុំទោសផងខ្ញុំហៅឈ្មោះខុសហើយឈ្មោះរបស់នាងគឺឈ្មោះអូនខននោះទេហើយដល់ពេលនឹងដែរអូនលីយ៉ាបាននិយាយទៅកាន់អូនខនថាតើខ្ញុំអាចទៅជាមួយអ្នកបានទេហើយដល់ពេលនឹងដែរអូនយូរីបាននិយាយទៅកាន់អូលីយ៉ាថាហេតុអ្វីបានជាអូលីយ៉ារបស់យើងជួយកាន់ក្រុមផ្សេងចឹងហើយលើនេះក្រុមពួកយើងកំពុងតែបង្ហាត់ហើយអូលីយ៉ារបស់យើងកុំជួយទៅកាន់ពួកគេអីហើយអូលីយ៉ាក៏បាននិយាយថាគាត់នឹងសុំទោសផងគាត់ស្ដាប់នាងរយៈពេល20នាទីហើយគាត់សុំពេលតែ5នាទីនោះទេហើយតែវាមិនអត់មែនទេដោយសារតែពួកយើងជិតដល់ទៅតែហើយគេក៏បានឈឺហើយខ្ញុំជួយទៅកាន់ពួកគេតែវាមិនអត់មែនទេហើយណាមួយពួកយើងបានជួបគ្នាញឹកញាប់ផងដែរហើយបាក់មើលទៅកាន់យូរីនេះទេពីខើនាងឡើងមុខហមបាត់ហើយបន្ទាប់ពីជួបអូនខនទៅវិញអូលីយ៉ារបស់យើងបានមកវិញផងដែរហើយអូលីយ៉ាបានប្រាប់ទៅកាន់ពួកគេថាឥឡូវនេះខ្ញុំបានជូនអូនខនទៅដល់ទីនោះហើយពេលដែលខ្ញុំបានជូនអូនខនទៅការឡាយអូនខនរបស់យើងមកវិញមុខផងដែរហើយវាប្រសើរផងដែរដែលលោកធានក្រុមឲ្យអូនខនរបស់យើងសម្រាប់ហើយបើសិនជាឲ្យអូនខនរបស់យើងវឹកហាត់តទៀតក៏អូនខនរបស់យើងវឹកហាត់មិនកើតផងដែរហើយអូនសូអេបាននិយាយថាឥឡូវនេះក្រុមរបស់យើងមានសមាជិកតែ4នាក់នោះទេតើយើងគួរតែវឹកហាត់តទៀតដែរទេហើយអូនជីក៏បានតបថាការវឹកហាត់មួយនេះវាមិនងាយស្រួលទេបើសិនជាខ្វះមើលម្នាក់វាពិតជាពិបាកខ្លាំងណាស់ហើយរឿងដែរអូននេះបានឲ្យយោបល់ទៅកាន់ពួកគេថាតើយើងគួរតែហៅលោកគ្រូដេជុនមកជួយវឹកហាត់ទៅកាន់ពួកយើងដែរទេហើយស្ដាប់មើលទៅវាពិតជាល្អផងដែរហើយអូនជីក៏បាននិយាយថាលោកគ្រូដេជុននៅក្នុងថ្ងៃនេះគាត់មិនសូវស្រួលខ្លួននោះទេហើយតើខ្ញុំគួរឲ្យយូអ៊ីទៅហៅលោកគ្រូដេជុនតើវាល្អដែរទេហើយទូប្រុសរបស់យើងក៏បាននិយាយថាតើខ្ញុំមែនទេហើយសេរីរឿងរបស់យើងកាន់មកខាងលោកគ្រូដេជុនវិញថាលោកគ្រូដេជុនរបស់យើងការវិញសមអញគាត់ផឹកជ្រុលពេកហើយគាត់ឈឺក្បាលផងដែរដោយសារតែគាត់ជួបទៅកាន់សាច់ច្បងរបស់គាត់ហ្នឹងឯងហើយពេលហ្នឹងដែរទូប្រុសរបស់យើងបាននិយាយថាតើលោកគ្រូដេជុននៅទីនេះដែរទេហើយលោកគ្រូដេជុនបាននិយាយថាតើយូអ៊ីរបស់យើងមកទីនេះធ្វើអីហើយពេលហ្នឹងដែរលោកគ្រូដេជុនបាននិយាយថាតើឲ្យខ្ញុំជំនួសអូនខនមែនទេថ្ងៃនេះខ្ញុំមិនសូវស្រួលខ្លួននោះទេហើយទូប្រុសរបស់យើងបានសម័យដែលអូនជីបានប្រាំមកកាន់គាត់ថាបើសិនជាទូប្រុសរបស់យើងសូទៅកាន់លោកគ្រូដេជុនដោយស្មោះត្រង់ប្រហែលជាលោកគ្រូដេជុននឹងធ្វើហើយលោកគ្រូដេជុនបាននិយាយថាតើក្រុមរបស់អ្នកហ្នឹងមិនកាត់អីដែរទេហើយទូប្រុសរបស់យើងក៏បានប្រាប់ថាដោយសារតែក្រុមរបស់ខ្ញុំនឹងឬបាត់ចម្រៀងមួយបើសិនជាបាត់សមាជិកមួយពួកខ្ញុំនឹងវឹកហាត់មិនកើតនោះទេដោយសារតែក្រុមរបស់ខ្ញុំបាត់សមាជិកម្នាក់បានជាខ្ញុំសុំលោកជួយតើលោកជួយទៅកាន់ក្រុមរបស់ខ្ញុំបានដែរទេហើយពេលហ្នឹងណាលោកគ្រូដេជុនបាននិយាយថាដោយសារតែកូនសិស្សរបស់ខ្ញុំជួបបញ្ហាតើពួកយើងទៅហើយបន្ទាប់នឹងបានឆោស្រុកវល់ផងគាត់ស្រាប់តែធ្វើតោកទៀតហើយខ្ញុំពិតជាពិ
បាក់ចិត្តខ្លាំងណាស់ដោយសារតែឥឡូវនេះខ្ញុំមិនសូវស្រួលខ្លួននោះទេហើយទើបប្រោះបើយើងក៏អស់ពាក្យនិយាយទៅកាន់លោកគ្រូជនផងដែរបន្ទាប់ពីនឹងលោកគ្រូជនបានមកដល់កន្លែងវឹកហាលោកគ្រូជនបានដេកទៅលើការ៉ូបាត់ហើយជានឹងដែរអូនជីបានប្រាប់ទៅកាន់ពួកគេថាយើងសម្រាប់បានហើយមើលទៅកាន់លោកគ្រូជនក៏គាត់បង្ខំមកកាន់ពួកយើងមិនបានផងដែរចាំពួកយើងនឹងវឹកហាថ្ងៃស្អែកបែរជាថ្ងៃស្អែកវានឹងបាក់ហើយអូនមីបាននិយាយទៅកាន់ទូប្រោះថាតើទូប្រោះរបស់យើងមិនគឺអូនជីរបស់យើងនិយាយទេថាថ្ងៃស្អែកវារៀងលំបាកហើយបើសិនជាអ្នកចង់ធ្វើឲ្យវាដល់មកសម្រាប់ហើយប្រហែលជាអ្នកនឹងមានពេលវេលាដែលអ្នកចង់ធ្វើហើយបន្ទាប់មកទូប្រោះរបស់យើងបានម្ដងបន្ទប់ធ្វើសម្លេងហើយដោយសារតែគាត់មានពេលវេលាសម្រាប់គាត់ក៏បានមកវឹកហាសម្លេងហ្នឹងឯងហើយពេលដែលទូប្រោះរបស់យើងបានបើកទ្វារចូលទៅទូប្រោះរបស់យើងបានឃើញអូនសូអេនៅទីនោះផងដែរហើយពេលហ្នឹងដែរអូនសូអេរបស់យើងបានងាយមុខមកលើហើយអូនសូអេរបស់យើងបានធ្វើទឹកមុខគួរឲ្យខ្លាចផងដែរហើយអូនសូអេបានសួរទៅកាន់ទូប្រោះថាតើទូប្រោះរបស់យើងយូអ៊ីមែនហើយអូនសូអេបានប្រាប់ទៅកាន់ទូប្រោះថាឲ្យទូប្រោះរបស់យើងប្រុងប្រយ័ត្នហងដោយសារតែខ្ញុំនឹងធ្វើរោគទឹកថ្នាំដល់ថ្មីរបស់ខ្ញុំហើយទូប្រោះរបស់យើងបាននិយាយថាអូតើវានឹងមែនតែវានឹងអីទេចាំគាត់នឹងរើឲ្យតើវាឲ្យទៅកាន់អូនសូអេក៏អរគុណទៅកាន់ទូប្រោះផងដែរហើយខ្ញុំនឹងស្មានតែប្រហែលជាខ្ញុំនឹងបោះចោលវាម្ដងទៀតហើយមើលទៅហើយទូប្រោះរបស់យើងបានគិតថាមើលទៅកាន់ថ្មីរបស់នាងទៅប្រហែលជាថ្មីរបស់នាងនឹងមិនសូវល្អនៅទេប្រហែលជាថ្មីរបស់នាងខ្សោយហើយគឺថាថ្មីអូនសូអេរបស់យើងនឹងមិនសូវល្អនៅទេឲ្យតែប្រាស់ពលឺថ្ងៃតិចគឺថានាងឈឺថ្មីហើយតែនឹងដែរអូនសូអេក៏បានប្រាប់ទៅកាន់ទូប្រោះថាមុនពេលដែលពួកយើងបានធ្វើតាមប្រចាំខែការផលិតមុនផងដែរហើយពេលដែលខ្ញុំបានធ្វើតែផងដែរធ្វើឲ្យវាលហែកបានជាខ្ញុំនឹងទៅទិញវានៅទីប៉ែននឹងឯងគឺថាអូនសូអេរបស់យើងនឹងទិញហ្វៀមការពារថ្មីដែលដាក់នឹងវងថ្មីនឹងឯងហើយអូនសូអេក៏បានសុំទោសទៅកាន់ទូប្រោះផងដែរដោយសារតែថ្មីរបស់អូននឹងខ្សោយពេកបើសិនជាមានអ្នកណាគេម្នាក់នៅពីមុខរបស់នាងក៏នាងមើលមិនឃើញផងដែរ sorry គឺថាមើលមិនសូវស្គាល់ទេហើយពេលនឹងដែរទូប្រោះរបស់យើងបានកើតពីខ្លួនគាត់ផងដែរឥឡូវនេះគាត់កំពុងតែយកច្រឡំរឿងមួយហើយនៅពេលនឹងដែរគាត់កំពុងតែដោះស្រាយអារម្មណ៍ផ្លូវចិត្តរបស់គាត់ផងដែរបន្ទាប់ពីទូប្រោះរបស់យើងកំពុងតែឆោតគាត់ផងដែរអូនសូអេបានសួរទៅកាន់ទូប្រោះថាតើទូប្រោះរបស់យើងកាត់អីមែនទេហើយទូប្រោះរបស់យើងក៏បានតបថាគាត់នឹងមិនកាត់អីនោះទេហើយសេរឿងរបស់យើងកាន់តែពួកគេកំពុងតែអង្គុយលេងផងដែរអូនសូអេបាននិយាយទៅកាន់ទូប្រោះថាខ្ញុំនឹងមិនទៅសម្រេចចិត្តចោះហត្ថលេខានោះទេហើយពេលដែលខ្ញុំវឹកហាត់ច្រៀងផងដែរខ្ញុំក៏បានគិតពីវាផងដែរហើយពេលដែលខ្ញុំបានវឹកហាត់ច្រៀងបើសិនជាខ្ញុំមានគំនិតល្អប្រហែលជាបទចម្រៀងរបស់ខ្ញុំល្អហើយមើលទៅប៉ុន្តែខ្ញុំមិនទាន់យល់បទចម្រៀងនោះហើយក្រឹបរបស់វាក៏ខ្ញុំមិនទាន់យល់ពីវាផងដែរហើយទូប្រោះរបស់យើងក៏បានតបថាវាពិតជាល្អខ្លាំងណាស់បើសិនជាអូនសូអេរបស់យើងនឹងស្វែងយល់ពីវាទេហើយទូប្រោះរបស់យើងក៏បានគិតផងដែរដែលអូនសូអេរបស់យើងបាននិយាយមកដូចជាអូនចំមុនរបស់យើងបានប្រាប់ប្រកាន់កនសាមអញ្ចឹងហើយនៅពេលនឹងដែរអូនចំមុនបាននិយាយថានៅក្នុងបទចម្រៀងវាមានអត្ថន័យបង្កប់ផងដែរហើយបើសិនជាពួកគេយល់អត្ថន័យមួយនឹងប្រហែលជាពួកគេដាក់បន្ទុកឲ្យអ្នកបានល្អហើយហើយពេលនឹងដែរអូនសូអេបានប្រាប់ទៅកាន់ទូប្រោះថាពេលដែលនាងបានច្រៀងផងដែរនាងក៏បានមានសំណួរសួរទៅកាន់ខ្លួនឯងផងដែរពេលដែលនាងកំពុងតែច្រៀងផងដែរមើលទៅកាន់បទចម្រៀងមួយនឹងវាពិតជាពិរោះផងដែរគឺថាអូនសូអេរបស់យើងកំពុងតែមើលបទចម្រៀងស្នេហាក្មេងស្រីមួយដែលនាងនឹងបានលេងសើចជាមួយនឹងបេះដូងរបស់នាងហ្នឹងឯងហើយអូនសូអេក៏បានងាកមកសួរទៅកាន់ទូប្រោះថាមើលទៅកាន់ច្រឡំជើងហ្នឹងទៅវារាងតូចជាងបេះដូងស្នាមប្រេះទៅទេហើយបេះដូងស្នាមប្រេះវាមានបង្កប់អត្ថន័យថាមានដូចជាគួយចិត្តចឹងទៅពេលខ្ញុំបានមើលអត្ថបទនឹងចប់ខ្ញុំក៏បានបកស្រាយខ្លួនឯងមើលទៅកាន់នាងទៅនាងដូចជាឲ្យគាត់នឹងផ្ដល់ចម្លើយមកកាន់នាងចឹងហើយគាត់ក៏មិនបានផ្ដល់ចម្លើយមកកាន់នាងទេហើយធ្វើឲ្យនាងនឹងអន់ចិត្តទៅកាន់គាត់ផងដែរ